នៅខេត្តត្រវិញពិធីបុណ្យអកអំបុកបានចាត់តាំងដោយទ្រង់ទ្រាយកាន់តែធំឡើងដោយមានបណ្ដាសកម្មភាពសិប្បតាវប្បធម៌ទេសចរនិងសបោសម្ហូបអាហារណាំបូផ្សារភ្ជាប់នឹងពិធីសំពះព្រះខែរបស់មីមីងខ្មែរផ្ដើមពីនោះមីមីងបានសប្បាយរីករាយបញ្ជាក់ច្បាស់អត្ថន័យនៃពិធីកិច្ចរួមចំណែកពង្រឹងនិងពង្រីកនៃតម្លៃពិសេសរបស់បុណ្យទានប្រពៃណីខ្មែរផ្នែកវប្បធម៌ខេត្តត្រវិញក៏បានដាក់បញ្ចូលពិធីលយប្រទីបចូលក្នុងកម្មវិធីប្រឡងទ្វេដៃផងដែរអង្គភាពទាំងអស់បានយកចិត្តទុកដាក់តុបតែងប្រទីបដ៏ស្អាតនិងមានអត្ថន័យនៅយប់ថ្ងៃពេញបរមីខែកដឹកអង្គភាពទាំងអស់រួមជាមួយមីមីងដង្ហែប្រទីបតាក់សិនជុំវិញស្រះគូស្ដែងឡើងនៅទឹកចិត្តដឹងគុណចំពោះពពុកអរុអរិយអ្នកតាដែលបានជួយដំណាំបានភោគផលភ្លៀងខ្យល់បានទៀងទាត់ក្រៅពីឈ្មោះដល់ភាពសុខដុមរមនាពិធីកិច្ចលយប្រទីបនៅតែមានពាក់ព័ន្ធដោយជំនឿក្នុងព្រះពុទ្ធសាសនាទៀតផងតាមចាស់ព្រឹទ្ធាចារ្យទាំងឡាយមានរឿងដំណើរជាច្រើនបរិយាកាសពីប្រភពនៃពិធីកិច្ចលយប្រទីបប៉ុន្តែភាគច្រើនមានគោរពបូជាព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅឋានពូជុងនាគបុណ្យអកអំបុកនៅខេត្តត្រវិញបានក្លាយជាថ្ងៃបុណ្យរួមរបស់ស្រុកនិងទីរួមខេត្តទាំងអស់អង្គភាពនីមួយៗសុទ្ធតែចូលរួមកសាងល្វែងទំនិញតាំងពីពណ៌ក្នុងរយៈពេលចាត់តាំងឡើងកម្មវិធីបុណ្យគ្រប់ភូមិស្រុកបានណែនាំអំពីម្ហូបអាហារពិសេសរបស់មីមីងខ្មែរនិងបង្ហាញពីភូមិរបស់ហត្ថកម្មវិចិត្រជួយឲ្យភ្ញៀវទេសចរយល់បានថែមអំពីទស្សនវិជ្ជាពលកម្មរបស់មីមីងខ្មែរក្នុងកាលអភិវឌ្ឍនីមួយក្រៅពីពិធីប្រណាំងទូកងប្រពៃណីផ្នែកកីឡាខេត្តត្រវិញនៅតែចាត់តាំងច្រើនល្បែងប្រជាប្រិយដូចជារិញឈើទាញប្រត់វាយឆ្នាំងដីបិទភ្នែកចាប់ទាលុតការ៉ុងដើរស្ពានឫស្សីជាដើមល្បែងប្រជាប្រិយយ៉ាងជិតស្និទ្ធបានចាត់តាំងឲ្យមីមីងលេងកម្សាន្តក្នុងឱកាសបុណ្យអកអំបុកនេះផងដែរចូលរួមពិធីបុណ្យអកអំបុកនៅគូស្រះស្រីភ្ញៀវទេសចរបានសម្របខ្លួនក្នុងបរិយាកាសសប្បាយរីករាយនេះគឺជាខ្សែសង្វាក់សកម្មភាពមួយរួមចំណែកពង្រឹងនិងពង្រីកនៅប្រពៃណីវប្បធម៌កីឡាដ៏ពិសេសរបស់ជនរួមជាតិខ្មែរពង្រីកការផ្ដោះប្ដូររឹតបន្តឹងចំណងសាមគ្គីភាពរវាងជនជាតិទាំងឡាយក្នុងនិងក្រៅខេត្តត្រវិញ